ថ្ងៃនេះបងប្រុសបានមកបញ្ចេញស្នាដៃមកធ្វើចុងភៅមកស្លសម្លម្ជូរគ្រឿងសាច់ទាហើយសម្លម្ជូរគ្រឿងសាច់ទាថ្ងៃនេះដែរគឺជូរជ្រះជូរលះជូរសាហាវព្រៃផ្សៃហើយជាដំបូងឡើយបងស្រីក៏បានកាប់សាច់ក៏ដូចជារៀបចំបន្លែប្លុកក៏ដូចជាគ្រឿងក្រៅហ្នឹងសម្រាប់ស្លម្ជូរគ្រឿងរបស់យើងស្លម្ជូរគ្រឿងត្រូវការគ្រឿងនិងបន្លែអីច្រើនមុខដែរមានអ្នកជួយបុកគ្រឿងបុកអីចឹងទៅហើយបន្ទាប់មកគាត់ក៏មកលាងបន្លែហើយបន្លែហ្នឹងគឺគាត់បានត្រាំទុកនៅក្នុងអាងទឹកហ្នឹងខ្ទង់ចូល15នាទីជាងហើយដាក់លាយជាមួយនឹងអំបិលដែរដើម្បីឲ្យវាលាងសារធាតុគីមីហើយសម្រាប់សាច់ទានឹងដែរគឺមានតែមួយចំហៀងទេស្រស់ៗល្អណាស់ស្លជាមួយនឹងបន្លែទឹកគួនហើយក៏ដាក់ខ្ទិះដូងផងដែរជាមួយនឹងប្រហុកកច្រាំនឹងឯងហើយដាក់ខ្ទិះដូងហ្នឹងដើម្បីឲ្យឈ្ងុយឆ្ងាញ់ហើយស្លទម្លាប់ខ្មែរយើងហ្នឹងគឺមិនដែលចោលប្រហុកទេគឺដាក់ដើម្បីឲ្យវាមានរសជាតិដិតហើយកាត់ឆ្ងាញ់ក៏ស្អុយតិចតិចបានឆ្ងាញ់អញ្ចឹងសម្រាប់បងប្អូនណាដែលធ្លាប់ស្លម្ជូរគ្រឿងអត់ដាក់ប្រហុកជួយប្រាប់ផងដូចជាមានភាគតិចណាយ៉ាងមើលទៅហើយបន្ទាប់មកគាត់ចាប់ផ្ដើមដាក់ស្លហើយគឺដាក់ឆ្នាំងហើយកាច់ហ្គាសឲ្យក្តៅឆ្នាំងហើយបន្ទាប់មកដាក់ខ្លាញ់ទៅដល់ពេលដាក់ខ្លាញ់ឲ្យវារៀងក្តៅមកចាប់ផ្ដើមដាក់ម្ទេសឆាហ្នឹងដើម្បីឲ្យវាឈ្ងុយឲ្យវារៀងហឹលអញ្ចឹងទៅគឺឆាម្ទេសមុនហើយបន្ទាប់មកដាក់គ្រឿងដែលបានបុកទុកហ្នឹងគឺដាក់ឆាឲ្យវាសព្វចូលជាតិគ្នានឹងដែរឲ្យវារៀងឈ្ងុយបន្តិចទៅបន្ទាប់មកបានយើងដាក់ប្រហុកចូលដាក់ប្រហុកចូលរំលីងឲ្យវាសព្វចូលជាតិគ្រឿងក្រៅវានិយាយទៅគឺស្លគឺងាយដែរគ្រាន់តែខ្ញុំថតបដាខ្ញុំមើលបដាអញ្ចឹងគឺចេះស្លម្ជូរគ្រឿងបានមួយមុខទៀតអញ្ចឹងសម្រាប់បងប្អូនស្រីដែលចង់បានប្តីហើយអត់ទាន់ចេះស្លកុំអាលភ័យមកមើលវីដេអូនឹងបាននិយាយទៅគឺធ្វើមួយដាក់មួយទេអញ្ចឹងគឺអាចមើលបដាយកគំរូតាមនឹងបដាបានហើយបន្ទាប់ពីឆាគ្រឿងជាមួយប្រហុកទុកឲ្យឈ្ងុយម៉ាន់លើហើយបន្ទាប់មកក៏យើងចាប់ផ្ដើមដាក់សាច់ទាដែលយើងបានកាប់ទុកហ្នឹងគឺដាក់ច្បល់ឲ្យសព្វគ្រឿងអញ្ចឹងទៅហើយបន្ទាប់មកយើងកូរឲ្យចូលជាតិគ្នាហ្នឹងទៅហើយយើងទុកផ្ងប់ម៉ាន់លើទៅដើម្បីឲ្យវាអស់ជាតិទឹកព្រៃដើម្បីកុំឲ្យវាឆ្អាបនឹងសម្លរបស់យើងអញ្ចឹងមកដល់ចំណុចកន្លែងហ្នឹងយើងគួរតែបើកភ្លើងឲ្យខ្លាំងបន្តិចទៅដើម្បីឲ្យសាច់ទាដែលបានផ្ងំទុកចោលហ្នឹងឲ្យវាឆាប់ចេញទឹកព្រៃហើយនៅពេលដែលវាចេញទឹកព្រៃហ្នឹងយើងងាស់វាឲ្យទាល់តែរីងទឹកព្រៃហ្នឹងទៅដើម្បីបំបត្តិក្លិននៃសាច់ទាក៏ដូចជាបំបត្តិក្លិនឆ្អាបផ្សេងហើយក៏ដូចជាឲ្យឈ្ងុយចូលជាតិជាមួយនឹងគ្រឿងក្រៅផងដែរអញ្ចឹងសម្រាប់បងប្អូនស្រីមិនបាច់ភ័យមិនបាច់ខ្លាចម៉ែក្មេកទេឲ្យតែចេះស្លធ្វើម្ហូបបានឆ្ងាញ់ទៅដឹងតែម៉ែក្មេកស្រឡាញ់យល់ចិត្តហើយបន្ទាប់មកទៀតបន្ទាប់ពីរងាស់រីងអស់ទឹកព្រៃហើយហ្នឹងគឺយើងអាចចាក់ខ្ទិះដូងចូលបានហើយបន្ទាប់ពីចាក់ខ្ទិះដូងហ្នឹងគឺយើងមកងាស់ទុកឲ្យទឹកដូងវារៀងក្តៅវារៀងឈ្ងុយដែរបានយើងចាប់ផ្ដើមថែមទឹកសាបរបស់យើងចូលបន្ថែមទៅហើយបន្ទាប់មកទៀតយើងងាស់ទុកចោលទៅទុកតទៅវាផុយសាច់ទាហើយអាសាឆែកមើលផងហើយបន្ទាប់ពីសាច់ទារៀងផុយហើយយើងចាប់ផ្ដើមយកអំពិលហ្នឹងយកមកជ្រោមអញ្ចឹងសម្លម្ជូរគ្រឿងសាច់ទាគ្រឿងផ្សំគោលគេហ្នឹងគឺម្ជូរនឹងឯងអញ្ចឹងបងប្អូនដាក់គួរតែប្រយ័ត្នប្រយែងផងកុំឲ្យច្រើនជ្រុលតែច្រើនជ្រុលហ្នឹងពិបាកខាយបើសិនជាយើងថែមទឹកហ្នឹងវាអាចសម្លហ្នឹងទៅជាភ្លាវហើយសម្រាប់សម្លហ្នឹងដែរគឺបងខ្ញុំដាក់អំពិលរៀងជ្រុលអញ្ចឹងទៅវារៀងជូរជ្រះជូរជ្រិញជូរសាហាវព្រៃផ្សៃបន្តិចហើយសម្រាប់រសជាតិខ្ញុំឃើញមិនគឺខ្ញុំថាអញ្ចឹងមិនចេះតែលើកតែសើទេនិយាយអីដែលជាការពិតទៅព្រោះខ្ញុំបានភ្លក់បានញ៉ាំដែរអញ្ចឹងទាស់តែរៀងជូរបន្តិចតែប៉ុណ្្នឹងឯងជាធម្មតាទេមនុស្សលោកយើងគ្មានអ្នកណាគេល្អឥតខ្ចោះ perfect រហូតទេអញ្ចឹងការស្លគឺមានថ្ងៃខ្លះគឺស្លឆ្ងាញ់និងថ្ងៃខ្លះគឺស្លមិនសូវឆ្ងាញ់មិនអាចចាំដៃបានរហូតងាកមកសម្លរបស់យើងវិញបន្ទាប់ពីគាត់ងាស់រៀងឆ្អិនក៏ដូចជាភ្លក់ផ្សំគ្រឿងត្រូវរសជាតិអីអស់ហើយហ្នឹងដំណាក់កាលចុងក្រោយហ្នឹងគឺដាក់បន្លែទឹកគួនចូលហើយដាក់កូរឲ្យវារៀងសពូនរៀងសកមបន្តិចទៅគ្រឿងគ្រប់គម្របឆ្នាំងទៅគឺឆ្អិនល្មមហ្នឹងគឺបានហើយកុំទុកយូរពេកកុំឲ្យទឹកគូនលួយអញ្ចឹងសម្លម្ជូរគ្រឿងសាច់ទាហ្នឹងគឺមកដល់ទីបញ្ចប់តែប៉ុណ្្នឹងឯងអញ្ចឹងសម្លឆ្ងាញ់គឺដោយសារគ្រឿងគ្រួសាររុងរឿងដោយសារស្វាមីភរិយាហើយក៏សូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណជម្រាបលាបាយ